បាទសូមគោរពជំរាបសួរប្រិយមិត្តជាទីមេត្រីនេនតូសីហាថ្លែងអំណរគុណញាតិញោមទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមឧបត្ថម្ភគាំទ្រនៅក្នុងការកសាងព្រះវិហារដោយដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបរួចមកហើយថាកូននេនតូសីហាមានបំណងដ៏ពិតប្រាកដមួយនៅក្នុងការកសាងនៅព្រះវិហារមួយសម្រាប់វត្តវង្គតបុរីហៅវត្តព្រៃថ្មីសម្រាប់ឲ្យញាតិញោមប្រជាពុទ្ធបរិស័ទធ្វើបុណ្យទានរហូតមកដល់ពេលនេះការកសាងព្រះវិហារមានរយៈពេលប្រមាណ2ឆ្នាំមកហើយបច្ចុប្បន្ននេះព្រះវិហារក៏កំពុងតែរៀបចំនៅក្នុងការក្រាលការ៉ូផងដែរយោងតាម Facebook Page របស់ព្រះតេជគុណឡុងសុភ័ក្រព្រះគ្រូចៅអធិការវត្តព្រៃថ្មីព្រះអង្គបានចែករំលែកវីដេអូមួយពីសកម្មភាពក្រុមជាងកំពុងតែរៀបចំនៅក្នុងការក្រាលការ៉ូបាតនៅក្នុងព្រះវិហារផងដែរបង្ហោះភ្ជាប់ជាមួយនឹងវីដេអូសកម្មភាពនេះព្រះអង្គគ្រូចៅអធិការវត្តបានបង្ហោះខ្លឹមសារសំណេរយ៉ាងដូចនេះថាអាត្មាភាពនិងលោកកូនសីហាអរគុណញាតិញោមទាំងក្នុងនិងក្រៅប្រទេសដែលបានចូលរួមព្រះវិហារនេះគឺនៅតែត្រូវការកសាងបន្តទៀតដូច្នេះគឺត្រូវតែពឹងពាក់លើញាតិញោមពុទ្ធបរិស័ទជាឆ្ងាយទាំងក្នុងនិងក្រៅប្រទេសបន្ថែមទៀតដែលមានសទ្ធាជ្រះថ្លាមានការអាណិតស្រឡាញ់ចំពោះព្រះអង្គតូសីហាក្នុងរយៈពេលប្រមាណ2ឆ្នាំកន្លងមកនេះព្រះវិហារជាបំណងរបស់នេនតូសីហាបានបន្តការកសាងយ៉ាងរលូនដោយមានការចូលរួមពីសំណាក់ញាតិញោមពុទ្ធបរិស័ទជិតឆ្ងាយក្នុងន័យនេះកូននេនតូសីហាបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនទាំងអស់ដែលមានទឹកចិត្តសទ្ធាជ្រះថ្លាចូលរួមកសាងព្រះវិហារមួយនេះដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនាក៏ដូចជាវត្តព្រៃថ្មីទាំងមូលផងដែរនេនតូសីហាបង្ហាញពីព្រះតីរំភើបរីករាយហើយក៏បានជូនពរទៅដល់ម្ចាស់ទានទាំងអស់ឲ្យមានសេចក្តីសុខសេចក្តីចម្រើនមានទ្រព្យច្រើនមានញាតិច្រើនរកទទួលទានមានបាននៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃវត្តវង្គតបរិយហៅវត្តព្រៃថ្មីនេះគឺជាវត្តមួយដែលស្ថិតនៅតំបន់ដាច់ស្រយាលនៃស្រុកទឹកឈូនៃទឹកដីខេត្តកំពតនៅមុនពេលការកសាងនៅព្រះវិហារថ្មីនេះវត្តវង្គតបរិយមានព្រះវិហារតូចមួយប៉ុណ្ណោះដែលធ្វើអំពីឈើប្រក់ស័ង្កសីទើបធ្វើឲ្យកូននេនតូសីហាកើតចិត្តចង់បាននៅព្រះវិហារមួយដែលមានទំហំធំហើយស្រស់ស្អាតសម្រាប់ជាទីសក្ការៈរបស់ញាតិញោមពុទ្ធបរិស័ទក៏ដូចជាតម្កល់ជាមរតកមួយសម្រាប់ព្រះពុទ្ធសាសនាផងជានិច្ចកាលគេតែងតែឃើញមានពុទ្ធបរិស័ទពីគ្រប់ទិសទីអញ្ជើញមកកាន់ទីវត្តព្រៃថ្មីនេះដើម្បីជួបថ្វាយបង្គំកូននេនតូសីហានិងប្រគេនបច្ច័យសម្រាប់ការកសាងព្រះវិហារជាបន្តបន្ទាប់ផងដែរដូចជាកន្លងទៅព្រះអង្គគ្រូឡុងសុភ័ក្របានថ្លែងអំណរគុណដល់ញាតិញោមពុទ្ធបរិស័ទដែលរស់នៅក្រៅប្រទេសនិងញាតិញោមដែលរស់នៅក្នុងប្រទេសដែលបានចូលរួមឧបត្ថម្ភគាំទ្រនៅក្នុងការកសាងព្រះវិហារជាបន្តបន្ទាប់ចំពោះទឹកចិត្តដ៏ប្រពៃនេះបានធ្វើឲ្យបងប្អូនមហាជនសម្ដែងនៅការពេញចិត្តហើយក៏បានលើកឡើងថាការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋប្រជាពុទ្ធបរិស័ទបានធ្វើឲ្យព្រះវិហារកូននេនតូសីហាកាន់តែឆាប់រួចរាល់